ស្រាប់តែមានសញ្ញាសម្គាល់លេខឡើងមិនបាច់ខ្វល់ទេគិតរកផ្លូវរត់គេចសិនល្អជាងបេសាចកុំចូលមកចិត្តឲ្យសោះជាដល់គ្រូសិល្បៈដេញបេសាចដ៏អស្ចារ្យបែរជាមកទន់ជ្រាយនឹងអសមត្ថភាពដល់ថ្នាក់នេះកុំសាកហួសថ្លែងអូយឆ្លើយណាស់យើងគឺជាសត្វទេពតាំងពីបុរាណកុំចង្អុលមុខយើង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 ពិតជាកំសាកមែនស្ដាប់ឲ្យច្បាស់ចាប់ពីពេលនេះទៅជីវិតរបស់ឯងគឺជារបស់យើងត្រូវតែប្រុងប្រយ័ត្នគ្រប់រឿងដាច់ខាតកុំឲ្យខ្លួនឯងមានរបួសសូម្បីតែបន្តិចយល់ទេវេសាចចម្លែកមុននេះចង់សម្លាប់សោះតែមួយសន្ទុះក្រោយមកក៏មកបារម្ភពីខ្លួនវិញទេតាមគេសិនទៅចាំរកឱកាសរត់ចេញចាសវេសាចពស់អូមិនមែនទេចុះឥឡូវនេះខ្ញុំអាចត្រឡប់ទៅវិញបានឬនៅប្អូនស្រីរបស់ខ្ញុំកំពុងរងចាំខ្ញុំនៅឡើយទេលេហើយមិនបានទេអាឈិនឯងពិតជាឆ្លាតមែននឹកស្មានមិនដល់ថាឯងអាចគិតឃើញវិធីល្អបែបនេះជ្រលងភ្នំឯឡៅនេះល្បីខាងជាកន្លែងស្លាប់ដែលគ្មានអ្នកណាអាចត្រឡប់មកវិញបានឡើយខ្ញុំប្រាប់នាងថានៅទីនេះមានរបស់ទេពអាចជួយលោកយាយរបស់នាងបានស្រីល្ងងនោះបែរជាជឿជាក់ទៅរួចរណ្ដៅជ្រៅដល់ថ្នាក់នេះប្រកាសជាមិនអាចរស់បានទេមានន័យបែបហ្នឹងដល់ពេលនោះទ្រព្យសម្បត្តិគ្រួសារស៊ូនឹងក្លាយជារបស់យើងទាំងអស់អ្នកចង់សម្ដៅលើមនុស្សពីរនាក់នៅខាងលើដែលកំពុងស្រែកខ្លាំងនោះមែនទេលោកម្ចាស់ពស់តូចតើលោកកំពុងនិយាយពីអ្វីហ្នឹងអ្នកដែលធ្វើបាបនាងគឺគូដណ្ដឹងរបស់នាងនឹងឯងអ្វីទៅខ្ញុំប្រាប់នាងឲ្យដឹងគឺមិនអាចទៅរួចជាដាច់ខាតអាឈិនដើម្បីជួយខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយគាត់គ្មានផ្លូវធ្វើបាបខ្ញុំឡើយនាងកំពុងសង្ស័យលើទេវរូបបុរាណឬខ្ញុំមិនហ៊ានទេហេតុអ្វីបានជាយើងត្រូវមកជាប់ចំណងជាមួយមនុស្សល្ងងបែបនេះត្រូវតែរកវិធីផ្ដាច់ចំណងនេះឲ្យបានឆាប់បំផុតរួចហើយនឹងសម្លាប់គេដោយផ្ទាល់ដៃចៅហ្វាយមនុស្សខ្សងរត់បាត់ហើយមនុស្សល្ងងតែជើងរហ័សណាស់ដោយសារមានដង្ហើមរួមគ្នាគេមិនអាចរត់ផុតពីកណ្ដាប់ដៃរបស់យើងឡើយសូមស្វាគមន៍ការវិលត្រឡប់របស់លោកប្រធានកោ1000ឆ្នាំដូចជាសុបិនពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងលេខាឡេវបានដឹក